បាទបងប្អូនចាស់ការចន្ទីនេះខ្ញុំបង្ហាញអំពីចន្ទីដែលមានសុខភាពល្អហើយកំពុងតែក៏កាត់ក្តាប់បាទអញ្ចឹងយើងឃើញថាចន្ទីនេះមើលចេញមានធំមកមួយនេះបាទធំមួយបន្ទាប់មកវាមានបន្តបាទវាមានក្បាស់រុយចេញមកបន្តទៀតអានេះមួយនេះមួយទៀតពីរណាពីរបាទហើយនេះមានបន្តទៀតបាទមកពីរនេះមួយទៀត3បាទគឺវារីកមកបន្តនេះមួយទៀត4បាទ4នេះទៀតនេះបាទ5បាទនេះមួយទៀត6បាទ6ហើយខាងនេះអានេះអត់ទាន់មានទេបាទអញ្ចឹងបានន័យថាចន្ទីនេះវាល្អវាអត់គាំងវាមានចេញធំមកវាមានចេញទូចបដិញមកតាមក្រោយចូលធំមួយហើយទូចបដិញតាមក្រោយ5ទៀតបាទហើយក្នុងហ្នឹងក៏យើងអាចសម្គាល់បានថាមួយណាដែលប្រុងនឹងចេញក្តាប់មកទៀតដែរបាទដូចនេះអានេះប្រុងចេញរៀងលៀនមកបន្តិចទៀតហើយនេះមួយនេះបាទអញ្ចឹងនឹងមួយទៀតបាទ7ហើយយើងក៏អាចមើលដឹងមកវិធីទៀតគឺយើងមើលផ្នែកខាងគល់តងរបស់វានេះបាទគល់តងរបស់វានេះឲ្យតែក្រហមទេបាទក្រហមគល់តងក្រហមហើយមកជុលវានេះត្រង់មកលើបាទមើលទៅមានកម្លាំងអាហ្នឹងក៏ត្រៀមកកើតក្តាប់ដែលយើងអាចហែកមកឃើញក្តាប់អាហ្នឹងបាទអញ្ចឹងមិញ7ហើយយើងហែកអានេះមួយទៀតจะមើលថាតើក្តាប់វាកកើតបានប៉ុណ្ណាបាទនេះបងប្អូនឃើញវារីកមៀតនេះយើងហែកមកយើងឃើញវាកំពុងតែរីកមៀតមកបាទអញ្ចឹងចន្ទីដែលមានសុខភាពល្អអត់កាំងក្តាប់គឺអញ្ចឹងបាទមានធំមកគឺមានទូចបដិញមកបាទមានបដិញមកតែបើសិនជាមានតែធំទេអាហ្នឹងគឺបញ្ជាក់ថាវាកាំងបាទមានតែមួយគ្រាប់អីមកអញ្ចឹងហើយយើងមើលមួយទៀតផ្ការីកថ្មីផ្កាធ្វើភេទផ្កាញីហ្នឹងវាច្រើនអត់បាទអញ្ចឹងផ្កាញីគឺផ្កាដែលមានមកជុល2បាទមកជុលវែងមួយខ្លីមួយបាទនេះផ្កាញីដែលតម្រិចបាទយើងឃើញពណ៌សបាទអញ្ចឹងគឺឃើញមកជុលវាបាទជុលវាវែងមួយនេះហើយមួយទៀតគឺពណ៌ក្រហមនោះនៅខ្លីអែបនៅក្នុងបាទអែបនៅក្នុងបាទអញ្ចឹងការធ្វើភេទគឺមកជុល2អញ្ចឹងយើងឃើញហើយចន្ទីនេះផ្កាធ្វើភេទរីកមកថ្មីច្រើនទៀតនេះពណ៌សនេះផ្កាធ្វើភេទបាទហើយខាងនេះផ្កាឈ្មោលនេះអង្តែនតែមួយនេះបាទមានអង្តែនតែមួយអញ្ចឹងអាពណ៌សផ្កាពណ៌ស2ដែលខ្ញុំថតនេះមួយផ្កាធ្វើភេទផ្កាញីដែលអាចកកើតក្តាប់មួយទៀតគឺផ្កាឈ្មោលមិនអាចកកើតក្តាប់ទេបាទអញ្ចឹងអានៅខាងស្ដាំនេះគឺផ្កាញីឬផ្កាធ្វើភេទខាងឆ្វេងនេះគឺផ្កាឈ្មោលពណ៌ដូចគ្នារីកញ៉ៃជាមួយគ្នាអញ្ចឹងចន្ទីនេះផ្កាធ្វើភេទច្រើនបាទហើយចន្ទីនេះដែរទីតាំងស្ថិតនៅឃុំពពកបាទស្រុកស្ទូងខេត្តកំពង់ធំបាទចន្ទីនេះអាយុប្រហែលជា8-9 ឆ្នាំបាទហើយយើងឃើញថាផ្កាមកល្អហើយនៅតំបន់នេះចន្ទីនេះគឺផ្កាមុនគេបាទដោយសារគាត់ប្រើប្រាស់លីអូនិងយូមីកាលីរបស់ក្រុមហ៊ុន Go Green បាទអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទយើងជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា